ធានាធិបតី Donald Trump បានប្រកាសនៅថ្ងៃពុធនេះថាអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានព្រមព្រៀងគ្នានៅដំណាក់កាលដំបូងដើម្បីបញ្ចប់សង្គ្រាមរយៈពេល2ឆ្នាំនៅតំបន់ហ្គាហ្សាហើយលោកប្រធានាធិបតីបានប្រកាសថាគឺនេះឈានទៅដល់ការមួយដែលអាចនឹងបញ្ចប់ចំនួនជាប្រវត្តិសាស្ត្រនេះបាទចាប់តាំងពីការបង្កើតរដ្ឋប៉ាឡេស្ទីនមកលោកប្រធានាធិបតី Donald Trump បានប្រកាសដូចនេះតាមបណ្ដាញសង្គម Truth Social របស់លោកគឺក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានប្រាប់អ្នកសារព័ត៌មានថាលោកមានចេតនានឹងទៅធ្វើទស្សនកិច្ចនៅតំបន់នោះដើម្បីអបអរជ័យជំនះនៃឱកាសជាប្រវត្តិសាស្ត្រនេះខ្ញុំសូមដកស្រង់សម្ដីរបស់លោកប្រធានាធិបតីបានសរសេរនៅបណ្ដាញ social របស់លោកថាខ្ញុំមានមោទនភាពខ្លាំងណាស់នឹងប្រកាសជូនអ្នកទាំងអស់គ្នាឲ្យដឹងថាអ៊ីស្រាអែលនិងហាម៉ាស់ទាំងពីរនេះបានចុះហត្ថលេខាសម្រេចដំណាក់កាលដំបូងនៃបទឈប់បាញ់នៃផែនការសន្តិភាពរបស់យើងការនេះមានន័យថាជនចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងនៅក្នុងពេលឆាប់ៗនេះហើយអ៊ីស្រាអែលក៏នឹងដកកងទ័ពរបស់ខ្លួនមកតំបន់ឈរជើងនៅតំបន់ដែលបានព្រមព្រៀងគ្នាតែជាជំហានដំបូងឆ្ពោះទៅសន្តិភាពយូរអង្វែងជាប់ជាប្រចាំនិងដ៏ខ្លាំងក្លាមួយនេះបើតាមការសរសេររបស់លោកប្រធានាធិបតី Donald Trump លោកបានបន្ថែមទៀតថាភាគីទាំងអស់នឹងត្រូវបានគេគោរពដោយស្មើគ្នាដោយយុត្តិធម៌នេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ពិភពអារ៉ាប់និងពិភពមូស្លឹមអ៊ីស្រាអែលនិងប្រជាជាតិទាំងអស់នៅជុំវិញតំបន់នោះហើយក៏ដូចជាសម្រាប់សហរដ្ឋអាមេរិកផងដែរលោកបាននិយាយថាសូមជូនពរជ័យទៅដល់អ្នកដែលបង្កើតសន្តិភាពទាំងអស់បាទបើតាមលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាដោយមានជំនួយពីព្រះជាម្ចាស់យើងទាំងអស់គ្នានឹងនាំអ្នកចំណាប់ខ្មាំងទាំងអស់នោះវិលត្រឡប់មកផ្ទះវិញដោយឡែកមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់វិញបាននិយាយថាភាគីទាំងពីរបានយល់ព្រមគ្នាដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាហើយនឹងការដោះដូរចំណាប់ខ្មាំងគ្នាទៅវិញទៅមកបន្ទាប់ពីនោះគឺកងកម្លាំងអ៊ីស្រាអែលនឹងដកចេញពីតំបន់ហ្គាហ្សាជាជំហាន